អាជ្ញាធរខេត្តកំពង់ស្ពឺណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធត្រូវចុះសិក្សាបន្ទាន់ដើម្បីកែមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីចំនួនទឹកកខ្វក់អាជ្ញាធរខេត្តកំពង់ស្ពឺបានធ្វើការណែនាំទៅដល់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវចុះសិក្សាបន្ទាន់ដើម្បីកែបើកមុខទឹករំដោះវិទ្យាល័យហ៊ុនសែនអង្គមេត្រីចេញពីចំនួនទឹកកខ្វក់គ្រាដែលរដូវវស្សាចូលមកដល់ការណែនាំនេះធ្វើឡើងក្រុមការងារចម្រុះថ្នាក់ខេត្តចុះពិនិត្យទីតាំងជាក់ស្ដែងនិងរកដំណោះស្រាយក្នុងការបញ្ជាការលិចទឹកជាអចិន្ត្រៃយ៍ក្នុងបរិវេណវិទ្យាល័យហ៊ុនសែនអង្គមេត្រីស្ថិតក្នុងភូមិអង្គមេត្រីឃុំរលាំងគ្រើស្រុកសំរោងទងខេត្តកំពង់ស្ពឺថ្ងៃទី3 ខែមេសាឆ្នាំ2025លោកចេតដុំនាយករងរដ្ឋបាលសាលាខេត្តកំពង់ស្ពឺបានលើកឡើងថាតើជារៀងរាល់ឆ្នាំវិទ្យាល័យហ៊ុនសែនអង្គមេត្រីតែងតែរងការជន់លិចនៅរដូវវស្សាតែមិនធ្ងន់ធ្ងរនោះទេចំនួនទឹកភ្លៀងតែងតែបង្កការលិចលង់ជាផ្នែកខ្លះនៃវិទ្យាល័យពិសេសគឺផ្លូវចូលខាងមុខវិទ្យាល័យប៉ុន្តែមិនយូរប៉ុន្មានទឹកក៏បានហូរទៅវិញអស់មិនបង្កផលប៉ះពាល់ការសិក្សារបស់សិស្សនោះទេតែដែលឡែកទៅតែឆ្នាំនេះទេដែលទីធ្លាវិទ្យាល័យត្រូវបានទឹកស្អុយក៏ខ្វក់ចេញពីរោងចក្រហូរចូលបង្កការរំខានដល់ការសិក្សាដោយសារតែក្លិនស្អុយខ្លាំងលោកចេតដុំបានបន្តថាដោយកត្តាជីវភាពរីកចម្រើនប្រជាពលរដ្ឋបានធ្វើការចាក់បំពេញដីរបស់ខ្លួនដែលបានលុបប្រព័ន្ធប្រឡាយជាមុខទឹកធ្វើឲ្យទឹកមិនអាចហូរចេញបានមួយវិញទៀតដែលខេត្តមានការអភិវឌ្ឍខ្លាំងលើវិស័យរោងចក្រសហគ្រាសទីប្រជុំជនផ្សារនិងតម្រូវការខ្ពស់នៅកម្មករកម្មការិនីដែលធ្វើឲ្យការប្រើប្រាស់ទឹកនិងកាកសំណល់មានការកើនឡើងខ្ពស់កាកសំណល់ត្រូវបានបញ្ចេញមកទីសាធារណៈនិងហូរជ្រាបទៅផ្ដុំនៅតំបន់ទំនាបនិងស្របពេលដែលមុខទឹកត្រូវចាក់បិទផងនោះធ្វើសាលាដែលមានទីធ្លាទាបត្រូវទទួលរងការជន់លិចដោយទឹកកាកសំណល់ទាំងនោះដើម្បីដោះស្រាយនូវផលប៉ះពាល់ដែលបង្កដោយទឹកកខ្វក់កាកសំណល់ចេញពីរោងចក្រនិងទីប្រជុំជនផ្សារលោកចេតដុំបានដាក់វិធានការបន្ទាន់ទៅដល់មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវចុះសិក្សាដើម្បីកែបើកមុខទឹកស្អុយនេះបង្ហូរឲ្យចូលទៅក្នុងស្ទឹងតូចហើយទន្ទឹមនោះមន្ទីរជំនាញអាជ្ញាធរស្រុកទាំងពីរត្រូវចុះពិនិត្យអាងប្រតិកម្មរបស់រោងចក្រនីមួយៗដែលពាក់ព័ន្ធនឹងណែនាំឲ្យបញ្ឈប់ការបង្ហូរកាកសំណល់ប្រើប្រាស់ទាំងអស់មកទីសាធារណៈបន្តទៀត